តើអ្នកដឹងទេថាគ្រាប់អង្ករតូចៗដែលយើងទទួលទានរាល់ថ្ងៃមានដំណើរដើមទងយ៉ាងហោចណាស់ 9,000 ឆ្នាំមកហើយស្រូវមិនមែនគ្រាន់តែជាអាហារបំពេញក្រពះនោះទេប៉ុន្តែវាជាដង្ហើមនៃអរិយធម៌អាស៊ីនិងជាសាច់ឈាមរបស់ខ្មែរយើងតាំងពីដើមរៀងមកហើយទាំងនេះគឺជាដំណើររឿងដ៏អស្ចារ្យនៃមាសពណ៌បៃតងដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង1ដើមកំណើតអំពីស្មៅព្រៃមកคล้ายជាគ្រាប់មាសរឿងរ៉ាវចាប់ផ្ដើមតាំងពីនៅតំបន់អាងទន្លេយ៉ាងសេក្នុងប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍កាលពីមុនស្រូវគ្រាន់តែជាប្រភេទស្មៅព្រៃដែលដុះតាមវាលទំនាបលិចទឹកប៉ុណ្ណោះការផ្លាស់ប្ដូរមនុស្សសម័យបុរាណបានសង្កេតឃើញថាគ្រាប់ស្មៅនេះផ្ដល់ថាមពលខ្លាំងក៏ចាប់ផ្ដើមរើសយកមកដាំដុះនិងជ្រើសរើសពូជណាដែលគ្រាប់ធំហើយបង្កើតបានជាបដិវត្តន៍កសិកម្មការចេះដាំដុះស្រូវបានប្ដូរជីវិតមនុស្សពីការដើរបរបាញ់និងបេះផ្លែឈើមកជាការរស់នៅជួបជុំគ្នាជាភូមិឋានដើម្បីមើលថែទាំស្រែចម្ការ 2. ស្រូវនិងអរិយធម៌អង្គរដ៏រុងរឿងបើនិយាយអំពីប្រវត្តិសាស្ត្រស្រូវបើមិនលើកអំពីស្រុកខ្មែរគឺមិនកើតឡើយបុព្វបុរសខ្មែរយើងគឺជាមេផ្នែកកសិកម្មស្រូវបារាយការកសាងអាងស្តុកទឹកដ៏មហិមានៅសម័យអង្គរមិនមែនធ្វើឡើងដើម្បីតែលម្អប្រាសាទនោះទេប៉ុន្តែគឺដើម្បីគ្រប់គ្រងទឹកដាំដុះស្រូវអំណាចនៃអង្គរដោយសារតែខ្មែរយើងពូកែធ្វើស្រែអាចធ្វើបាន2ទៅ3ដងក្នុងមួយឆ្នាំទើបធ្វើឲ្យអាណាចក្រខ្មែរមានស្បៀងអាហារបបោមានកម្លាំងកងទ័ពមាំមួននិងមានធនធានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ 3. អាចកំបាំងដែលអ្នកប្រហែលជាមិនដឹងស្រូវមានរឿងរ៉ាវប្លែកៗជាច្រើនដែលលើសពីការដាំដុះពូជស្រូវរាប់ម៉ឺនប្រភេទលើโลกនេះមានពូជជាង 4,000 ប្រភេទប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះដែលយើងដាំដុះជាលក្ខណៈពាណិជ្ជកម្មស្រូវផ្ការំដួលជាមោទនភាពរបស់កម្ពុជាដែលធ្លាប់ឈ្នះពានរង្វាន់អង្គរល្អបំផុតលើពិភពលោកច្រើនសម័យកាលដោយសារក្លិនក្រអូបនិងរសជាតិផ្អែមឆ្ងាញ់ជំនឿខ្មែរយើងជឿថាព្រះមេគឺជាទេពធីតាថែរក្សាស្រូវមើលថែទាំរាល់ពេលច្រូតកាត់តែងតែមានពិធីសែនព្រេនដើម្បីដឹងគុណតែហេតុអ្វីទៅបានជាស្រូវនៅតែជាស្ដេចនៃអាហារទោះបីជាបច្ចុប្បន្នមានអាហារអឺរ៉ុបឬអាហាររហ័សយ៉ាងណាក៏ដោយក៏អង្គរនៅតែផ្ដល់នូវកាបូនអ៊ីដ្រាតជាថាមពលបានយូរនិងមិនធ្វើឲ្យមនុស្សឆាប់ហត់សុវត្ថិភាពសម្រាប់អ្នកដែលមានបញ្ហាប្រតិកម្មអាហារភាពផ្សារភ្ជាប់វប្បធម៌នៃការអង្គុយញ៉ាំបាយជុំគ្នាគឺជាបេះដូងនៃគ្រួសារខ្មែរបើគិតទៅរាល់គ្រាប់បាយដែលនៅក្នុងចានរបស់អ្នកគឺជាលទ្ធផលនៃការវិវត្តរាប់ពាន់ឆ្នាំនិងជាញើសឈាមរបស់កសិករ